ចាជំរាបសួរបងប្អូនថ្ងៃនេះរៀបចំធ្វើម្ហូបចាហើយម្ហូបនេះអត់មានបានទៅសាទេមានត្រីងៀតប្រឡាក់ខ្លួនឯងហ្នឹងហើយគ្រឿងបុកទុកទូទឹកកកហ្នឹងចាយកមកស្លម្ជូរខ្ទិះត្រីងៀតបងតកួនបងប្អូនអើយឆ្ងាញ់ណាស់ចាម្ជូរខ្ទិះត្រីងៀតណាចាឆាគ្រឿងហើយទឹកប្រហុកនេះក៏ធ្វើខ្លួនឯងដែរបងប្អូនទុកគ្រាន់តែស្លទុកអីចឹងទៅចាហើយខ្ទិះក៏ដាក់តិចតួចចាព្រោះស្លដាក់ខ្ទិះច្រើនអត់សូវចូលចិត្តញ៉ាំវាឆាប់ទ្រាំណាចាគ្រាន់តែដាក់យកជាតិឲ្យមានជាតិចឹងណាចាតិចតួចហើយដាក់ត្រីងៀតចូលចាឆាត្រឡប់ចុះឡើងដាក់គ្រឿងក្រៅបងប្អូនតាមការចូលចិត្តចាដាក់ស្ករបន្តិចទៅដាក់បងប៊ីចេងបងអីចឹងទឹកត្រីបន្តិចទៅហើយនឹងបងម្ជូរកសាំងចាម្ជូរកសាំងចាកូរឲ្យដាក់ទឹកបន្តិចថែមឲ្យបងតកួនយកហ្មងតកួននឹងទិញពីផ្សារដូចជា2ថ្ងៃឯងដាក់ត្រាំទឹកចោលហើយនឹកឃើញក៏យកមកស្លមានត្រីងៀតចឹងណាដាក់ម្ជូរគ្រឿងខ្ទិះត្រីងៀតចឹងហ្មងទៅតែឆ្ងាញ់ណាបងប្អូនចាបើបងប្អូនចង់សាកបានចាត្រីងៀតប្រឡាក់ខ្លួនឯងអីហ្នឹងកាប់ដាក់ហើយនឹងបងដុតស្លឹកងប់បងឲ្យឈ្ងុយបន្តិចទៅជាការស្រេចអាស្លឹកងប់ស្លឹកកធូបចេះច្រឡំខ្ញុំស្លឹកងប់មួយស្លឹកកធូបហ្នឹងចេះច្រឡំគ្នាអញ្ចឹងនិយាយពីផ្លូវហ្មងស្លឹកងប់ស្លឹកកធូបហ្នឹងចេះច្រឡំហើយឆ្អិនហើយនេះចាទោះដាក់ចានញ៉ាំរសជាតិឆ្ងាញ់បងប្អូនហើយត្រីងៀតប្រឡាក់អត់សូវប្រៃទេល្មមប្រៃឡំតិចអរគុណច្រើនបងប្អូនដែលបានចូលមើលផេកម្ហូបនាងខ្ញុំសូវបានផុសទេមួយថ្ងៃ2-3ថ្ងៃអីផុសម្ដងអរគុណច្រើន